សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍សាជាថ្មីការមកកាន់ Channel សម្រាប់រឿងរបស់ Admin ហើយនៅក្នុងវីដេអូនេះដែរ Admin នឹងមកបន្តសាច់រឿងរបស់យើងគឺ Hai Vina ភាគទី5ដែលជាភាគបន្តតាមមិនចូលដល់ការទស្សនាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមិនចិត្តអាក្រក់នោះទេជួយ Subscribe ចុច Like និងបើករូបកណ្ដឹងដើម្បីកុំឲ្យខកខាននៅរាល់វីដេអូថ្មីៗក៏ដូចជាការផ្ដល់កម្លាំងចិត្តឲ្យ Admin ធ្វើវីដេអូថ្មីៗនឹងបន្តទៀតផងដែរតែបើអ្នកទាំងអស់គ្នាជួយរួចរាល់ហើយតើទស្សនាការសម្ដែងរឿងរបស់យើងទាំងអស់គ្នានឹងហើយអ្នកទាំងអស់គ្នាសាច់របស់យើងការវិភាគមុនហ្នឹងដែលមានគ្រូពេទ្យម្នាក់ហ្នឹងក៏បានដើរមកសួរតួឯកសាររបស់យើងនិងធ្វើឲ្យទស្សនវិជ្ជាហ្នឹងក៏មានអារម្មណ៍ទៅខឹងនឹងផងដែរឥឡូវចូលដល់វគ្គនេះវិញកាត់មកដល់តួឯកប្រាប់របស់យើងវិញកំពុងតែនិយាយគ្នាជាមួយនឹងលេខាហ្នឹងក៏បានប្រាប់ដំណឹងមួយហ្នឹងទៅកាន់តួឯកប្រាប់របស់យើងថាសំខាន់ហ្នឹងគឺស្ថិតទៅលើខ្លួនរបស់តួឯកប្រាប់របស់យើងទេដែលគេបាននិយាយថាជារឿងអីទៅលេខាហ្នឹងក៏បានប្រាប់ថាជារឿងដែលលោកបានតែផ្សព្វផ្សាយរឿងការសម្រាលកូននៅគ្មានការជឿចាប់ហ្នឹងក៏មានគ្រូពេទ្យជាច្រើនហ្នឹងបានគ្រប់គ្រងជាពិសេសហ្នឹងគឺជាអ្នកគ្រូពេទ្យតែម្ដងទៅប្រកគេក៏បាននិយាយថាស្នាតែដូចជាមិនសូវមានប្រយោជន៍ទេក៏ប៉ុន្តែក៏គេសប្បាយចិត្តហើយទៅផងហ្នឹងក៏បានប្រាប់ទៅកាន់ Kevin ថាឲ្យគេនឹងទៅយកឯកសារដែលនៅផ្នែកកម្លាំងហ្នឹងមកឲ្យគេបន្តិចមក Kevin ស្ដាប់លឺហើយ Kevin ក៏បានចាក់ចេញទៅស្អីរឿងក៏កាត់មកកាន់នៅពេលយប់ឡើងទូឯកសារជាមួយនឹងមិត្តភ័ក្តិដែលទៅស្អីក៏បាននិយាយរឿងប្រាប់ទៅកាន់មិត្តភ័ក្តិហ្នឹងចឹងណាទៅមិត្តភ័ក្តិហ្នឹងក៏បាននិយាយថាពេលនេះលោកលូឆាស៊ីហ្នឹងដូចជាមិនតាមរឿងឯងទៀតនោះទេបើតាមសម្ដីដែលឯងបានប្រាប់យើងហ្នឹងណាសម្ដីហ្នឹងដែលគេស្ដាប់ទៅពេលក៏ជាខឹងជាមិនខាននោះទេក៏ប៉ុន្តែគេបានជាមិនខឹងទៅវិញទៅស្អីបើយើងក៏បានប្រាប់បន្ថែមទៅថាអូប្រហែលជាពេលនេះគេកំពុងតែកាន់សិលហើយទៅបានជាគេហ្នឹងមានចិត្តថដល់លេងមកដល់រឿងខ្ញុំបែបនេះនឹងមិត្តភ័ក្តិរបស់ទួយស្រីក៏បាននិយាយបន្ថែមទៀតថាប្រហែលជាគេហ្នឹងចូលចិត្តឯងទេដឹងបើសិនជាខ្ញុំវិញបើសិនជាបានលើសម្ដីបែបនេះហើយខ្ញុំបាត់ជាខឹងហើយនឹងនិយាយទៅកាន់ឯងថានាងក៏ជាមនុស្សទី1ហើយដែលហ៊ាននិយាយពេលនេះចំពោះខ្ញុំមិនលើកលែងនាងនោះទេនិយាយទៅពេលសម្ដីរបស់មិត្តភ័ក្តិទួយស្រីយើងក៏និយាយចេញមកមួយហ្នឹងគឺប្រៀបដូចជាប្លាមលោកនៅក្នុងរឿងដែលគាត់សរសេរចាស់និយាយទៅអ្នកដែលសរសេរប្លាមលោកពេលដែលគាត់កាត់មកគឺកាត់បានរហូតណាស់ហើយយើងចូលមកដល់សាច់រឿងយើងបន្តទៀតវិញនៅពេលដែលទួយស្រីរបស់យើងគាត់បានលើសម្ដីមិត្តភ័ក្តិបែបនេះហើយគាត់ក៏បានស្ទុះឡើងវឹងតែម្ដងនិងបាននិយាយទៅកាន់មិត្តភ័ក្តិថាឯងក៏និយាយពេលប្រាប់បែបនេះតែមិត្តភ័ក្តិក៏បាននិយាយថានេះគេនៅក្នុងចិត្តឯងពិតជាអាក្រក់យ៉ាងនេះតែទស្សនវិជ្ជាក៏បាននិយាយថាគឺគេល្អណាស់គឺគេនោះទេដែលគ្មានសំណាងដែលទទួលយកវាបាននៅពេលពួកគេកំពុងតែនិយាយគ្នាហើយពួកគេកំពុងតែ stress ហ្នឹងគេក៏បាននឹកឃើញវិធីគឺពួកគេកំងអាហារហ្នឹងមកហូបហើយមកសាច់រឿងក៏កាត់ទៅកាន់ថ្ងៃស្អែកហ្នឹងបន្តទៀតទោះឲ្យសិស្សយើងគាត់បានយកឯកសារដែលបានជួយធ្វើការឲ្យប្រធានហួរហ្នឹងមកឲ្យប្រធានហួរទៅប្រធានហួរហ្នឹងក៏បាននិយាយថាល្អណាស់យ៉ាងម៉េចហើយនាងក៏អាចរៀនចេះរបស់បន្ថែមនៅក្នុងនេះហ្នឹងក៏បានចារនោះដែរហើយទស្សនវិជ្ជាក៏បានថាប្រធានហួរហ្នឹងគាត់ក៏បានយកឯកសារឲ្យទស្សនវិជ្ជាហ្នឹងធ្វើបន្តទៀតទៅទស្សនវិជ្ជាគាត់ក៏បានសួរទៅកាន់ប្រធានហួរថារឿងវេនការងាររបស់គេហ្នឹងគឺយ៉ាងម៉េចហើយប្រធានហួរហ្នឹងក៏បានតបវិញថាធ្វើការងាររបស់នាងឲ្យបានល្អទៅហើយស្របពេលហ្នឹងដែរហ្នឹងតួរបស់យើងគាត់ក៏បានដើរកាត់ហ្នឹងហើយគាត់ក៏បានស្ដាប់ឮទស្សនវិជ្ជាហ្នឹងគាត់ក៏បាននិយាយថាខ្ញុំមិនសនុកចិត្តទេនៅពេលដែលយកប្រាក់ខែពីមន្ទីរពេទ្យហើយមករៀបចំឯកសារលោកបែបនេះលោកគួរតែរៀបចំឯកសារនៅខ្លួនឯងទៅអំឡុងពួកគេដែលកំពុងតែនិយាយគ្នាហ្នឹងទស្សនវិជ្ជាគាត់ក៏បានចូលទៅកាត់ជាមួយនឹងបានសួរទៅកាន់ប្រធានហួរថាតើលោកកំពុងតែខឹងអីហ្នឹងទៅរបស់យើងគាត់ក៏បាននិយាយទៅកាន់ប្រធានហួរថាមិញនៅខាងក្រៅមិញនេះគឺគេបានស្ដាប់ពីសម្ដីរបស់លោកពី3ម៉ាត់ហ្នឹងមើលទៅវាដូចមិនតាមត្រូវនោះទេតែប្រធានហួរហ្នឹងក៏បាននិយាយប្រាប់មកកាន់តួឯកគាត់ថាវាជារឿងបញ្ហាតិចតួចនេះទេនៅក្នុងផ្នែកពេទ្យកុមារនេះគឺគេអាចដោះស្រាយនៅខ្លួនឯងបានហើយនៅពេលដែលឃើញបែបហ្នឹងទស្សនវិជ្ជាហ្នឹងគាត់ក៏សុំថាត្រឡប់ទៅវិញហើយទៅរបស់គាត់ក៏បានហាមទស្សនវិជ្ជានឹងបាននិយាយប្រាប់ទស្សនវិជ្ជាថារឿងបញ្ហាបែបហ្នឹងគឺប្រធានហួរគឺគាត់ចេះដោះស្រាយហើយរាប់ឲ្យតួឯករបស់យើងហ្នឹងយកយល់ផងហើយទៅក៏បាននិយាយទៅកាន់ប្រធានហួរហ្នឹងផងដែរថាសម្ដីរបស់អ្នកគ្រូពេទ្យជាមិននិយាយមិនហ្នឹងក៏សមហេតុផលនោះដែរគឺទទួលប្រាក់ហើយក៏ប៉ុន្តែមិនបានធ្វើការក្នុងនាមគេគឺជាអ្នកគ្រប់គ្រងនៅក្នុងមន្ទីរពេទ្យអញ្ចឹងគេចង់សុំខ្ចីតួឯករបស់យើងហ្នឹងឲ្យទៅធ្វើការឲ្យគេដោយសារតែនៅក្បែរខ្លួនរបស់គេហ្នឹងគឺត្រូវការជំនួយការម្នាក់ហើយនៅពេលនេះទស្សនវិជ្ជាក៏បន្តស្និទ្ធនឹងការងារអញ្ចឹងហើយក៏ចង់ខ្ចីតួឯករបស់យើងហ្នឹងឲ្យទៅធ្វើការឲ្យខ្លួនហ្នឹងមួយរយៈពេលចំណែកឯប្រធានហួរវិញនៅពេលដែលលើតួរបស់យើងគាត់ស្នើសុំតួឯកហ្នឹងទៅធ្វើជំនួយការរយៈពេលហ្នឹងទៅប្រធានហួរហ្នឹងក៏បាននិយាយថាធ្វើជាជំនួយការតែអ្នកគ្រូពេទ្យហ្នឹងអាចធ្វើបានដែរទេហើយតួរបស់យើងគាត់ក៏បានប្រាប់វិញថាខ្ញុំនឹងអាចឲ្យនាងសាកមើលទស្សនវិជ្ជាក៏បាននិយាយថាខ្ញុំនឹងនៅរងចាំរៀបចំការងារតែតួរបស់ហ្នឹងក៏បានប្រាប់ឲ្យទស្សនវិជ្ជាហ្នឹងទៅវិញសិនទៅទស្សនវិជ្ជាស្ដាប់រៀបរាប់ហើយហ្នឹងទស្សនវិជ្ជាគាត់ក៏បានដើរចាក់ចេញទៅហើយនៅពេលដែលទស្សនវិជ្ជាគាត់ចេញមកខាងក្រៅក៏បានដល់ដង្ហើមធំនិងបានសួរខ្លួនឯងថាតើនេះនៅក្នុងស្ថានភាពអីហ្នឹងដំបូងឡើយហ្នឹងគឺស្មានតែគេហ្នឹងកើតមានចិត្តធម៌និងទស្សនវិជ្ជាគាត់ក៏បានរអ៊ូបន្ថែមទៀតថាឬមួយគេកំពុងតែលាក់ស្នៀតកំពូលហើយក៏ដើរចេញទៅទាំងទឹកមុខងឿងឆ្ងល់ក្រោយមកទស្សនវិជ្ជាគាត់ក៏បានមករកតួប្រុសដោយដែលតួប្រុសគាត់បាននិយាយចឹងហើយទស្សនវិជ្ជាក៏បានដើរចូលមកនិងតួប្រុសក៏បានប្រាប់ថាឲ្យអង្គុយទៅនៅពេលដែលទស្សនវិជ្ជាគាត់អង្គុយចុះហើយពីរនាក់ហ្នឹងក៏មើលមុខគ្នាទៅវិញទៅមកតួប្រុសហ្នឹងក៏បានសួរទៅកាន់ទស្សនវិជ្ជាថានេះអ្នកនិយាយមុនឬក៏ខ្ញុំនិយាយមុនទស្សនវិជ្ជាគាត់ក៏ចាប់ផ្ដើមនិយាយថាប្រធានពេទ្យកាលពីថ្ងៃមុនខ្ញុំនិយាយអាក្រក់ពីក្រោយខ្នងរបស់លោកហើយខ្ញុំសុំទោសនិងតួប្រុសរបស់យើងគាត់ក៏បាននិយាយទៅកាន់ទស្សនវិជ្ជាថានាងចាប់ផ្ដើមឡើងគឺសុំទោសនេះការធ្វើជាជំនួយការរបស់ខ្ញុំគឺពិបាកទទួលយកសម្រាប់អ្នកនាង
នឹងទូស័យក៏បានប្រាប់ថាគឺខ្ញុំខ្លាចតែខ្ញុំធ្វើកម្មបានល្អហើយទូប្រវែងក៏បាននិយាយថានៅនាងគ្រាន់តែធ្វើទៅតាមតម្រូវការរបស់ខ្ញុំទៅបានហើយនឹងទូប្រក៏បានរំលឹកការពីនៅភូមិថៃយិនផងដែរគឺសមត្ថភាពរបស់នាងប៉ុណ្ណឹងគឺអាចធ្វើបានហើយតែទូស័យនឹងក៏បានតបថាគឺគេគ្មានយោបល់អីនៅក្នុងតំណែងជំនួយការនោះទេគ្រាន់តែវាខុសគ្នាពីតំណែងដែលខ្ញុំតបធ្វើការពីមុនហើយទូស័យក៏បានប្រាប់បន្ថែមទៀតថាគេនៅតែចង់ធ្វើជាគ្រូពេទ្យហើយទូប្រយើងក៏ក៏មើលមកទូស័យយ៉ាងមួយសតោហើយនឹងក៏បាននិយាយថានាងគួរតែដឹងថាខ្ញុំគឺជាអ្នកផ្លាស់នាងឲ្យត្រឡប់មកវិញនឹងទូស័យក៏បាននិយាយថានឹងហើយខ្ញុំគួរតែដឹងហើយទូប្រក៏បានសួរទៅកាន់ទូស័យទៀតថាបើតាមយោបល់របស់ខ្ញុំនាងគិតថាប្រធានហួងនឹងរៀបចំវេនការងារឲ្យនាងនៅពេលណាទូស័យបានកវិក្បាលនឹងបាននិយាយថាមិនច្បាស់នោះទេហើយទូប្រនឹងក៏បានតបសម្ដីវិញនឹងលឿនអងថានៅក្នុងចិត្តរបស់នាងគ្មានបាបហើយខ្ញុំឃើញថាការនៅក្នុងវងថាយើងគឺនាងសប្បាយចិត្តរីករាយតែនៅពេលដែលនាងត្រឡប់មកវិញបែរជាមិនរីករាយនៅពេលនេះខ្ញុំកំពុងតែធ្វើនឹងតើចិត្តល្អឬក៏ចិត្តអាក្រក់ទៅទូស័យក៏បានប្រាប់ទៅកាន់ទូប្រយើងថាបើសិនជាលោកពិតជាមានចិត្តចង់ជួយខ្ញុំមែនលោកទៅនិយាយជាមួយនឹងប្រធានហួងឲ្យរៀបចំវេនការងារឲ្យគេទៅតែទូប្របានតបអីនោះទេនឹងក៏បាននិយាយទៅកាន់ទូស័យថានៅពេលនេះគឺគេត្រូវការជំនួយការម្នាក់ដោយសារតែជំនួយការចាស់របស់គេនឹងគឺបានជប់សម្រាប់ចាំពេលដែលគេត្រឡប់មកវិញចាំនាងត្រឡប់ទៅធ្វើការងាររបស់នាងវិញទៅហើយគេនឹងជួយនិយាយឲ្យហើយនៅពេលដែលស្ដាប់ពីរាល់ហើយទូស័យរបស់យើងក៏ត្រឡប់ទៅវិញទៅហើយស្រាប់នៅពេលហ្នឹងក៏ដល់ម៉ោងហ្នឹងហូបអាហារហើយមិត្តភក្តិរបស់ទូស័យរបស់យើងហ្នឹងក៏បានឆាតមកកាន់ទូអាស័យថាបន្តិចទៀតហ្នឹងគឺគេចេញវេនហើយអញ្ចឹងហើយទៅហូបអាហារជុំគ្នានៅពេលដែលមកដល់កន្លែងហូបអាហារហ្នឹងមិត្តភក្តិរបស់ទូអាស័យហ្នឹងក៏បាននិយាយថារឿងរ៉ាវដែលលោកចាស៊ីចង់ផ្លាស់គេហ្នឹងទៅធ្វើជំនួយការហ្នឹងវាដូចជាប្លែកខ្លាំងណាស់ហើយនឹងទូស័យហ្នឹងក៏បាននិយាយថាអញ្ចឹងហើយទៅបានជាគេហ្នឹងនៅស្ទាក់ស្ទើរនឹងទូស័យក៏បាននិយាយថាបើសិនជាមិនធ្វើក៏គ្មានអីធ្វើនោះដែរហើយនឹងមិត្តភក្តិហ្នឹងក៏បានសួរទៅកាន់ទូស័យថាណែមិនបានជាឯងមិនចង់ទៅធ្វើជំនួយការរបស់លោកចាស៊ីអញ្ចឹងនឹងទូស័យក៏បានប្រាប់ទៅកាន់មិត្តភក្តិថាគឺគេនឹងចង់ធ្វើជាគ្រូពេទ្យនឹងមិត្តភក្តិក៏បានសួរបន្ថែមទៀតថាតែនៅពេលនេះនឹងឯងគ្មានការងារធ្វើតែឯងគួរធ្វើបែបណានឹងទូស័យក៏បានប្រាប់វិញថាមុននឹងក្រោយប្រធានហួរនឹងរៀបចំវេនការងារឲ្យខ្ញុំនឹងមិត្តភក្តិក៏បានប្រាប់ថាមុននឹងក្រោយនឹងរៀបចំការងារឲ្យឯងតើ3ខែក្រោយឬក៏កន្លះឆ្នាំក្រោយទៀតនឹងបានសួរទៅកាន់ទូស័យទៀតថាតើឯងមានធ្លាប់គិតចង់លាឈប់ពីការងារដែរទេឯងចង់លាឈប់បដូរមន្ទីរពេទ្យថ្មីដែរទេទូស័យក៏បានឆ្លើយវិញយ៉ាងលឿនតែម្ដងថាគេមិនចង់នោះទេមន្ទីរពេទ្យរបស់យើងនេះគឺមានសេវាល្អកម្ចីតែគ្មានការប្រាក់ទូស័យរបស់យើងនេះគឺគេចង់រកលុយដើម្បីទិញផ្ទះនឹងមិត្តភក្តិទូស័យក៏បាននិយាយបន្ថែមទៀតថាបើសិនជាឯងសម្រេចចិត្តទៅធ្វើជាជំនួយការរបស់គេតើគេនឹងគោរពពាក្យសន្យាដែលថានឹងជួយដោះស្រាយឲ្យឯងណាឬអត់ទេនឹងទូស័យក៏បានប្រាប់ទៅកាន់មិត្តភក្តិវិញថាមនុស្សដូចជាលោកចាស៊ីនេះគឺគេចង់គំនុំក៏ប៉ុន្តែគឺគេគោរពពាក្យសន្យាខ្លាំងណាស់ហើយនឹងទូស័យក៏បាននិយាយទៀតថាគឺខ្ញុំជឿគេនៅពេលដែលគេនិយាយសម្រាប់សម្រួលជាមួយគ្នារួចរាល់ហើយហ្នឹងទូស័យរបស់យើងក៏បានយល់ព្រមធ្វើជំនួយការបណ្ដាអាសន្នឲ្យលោកចាស៊ីកាត់មកខាងទូប្រយោជន៍នេះវិញពេលនេះគេកំពុងតែហែទឹកហើយទូរស័ព្ទរបស់គេនៅក្នុងពេលហ្នឹងក៏មានអ្នកខលមកហើយអ្នកដែលខលមកហ្នឹងគឺជាជំនួយការរបស់គេគឺ Kevin ក៏ប៉ុន្តែអត់មានអ្នកទទួលនោះទេហើយនៅក្នុងពេលហ្នឹង Kevin ហ្នឹងក៏បានខលទៅកាន់ទូអាយស័យរបស់យើងវិញហើយដែល Kevin គេខលទៅកាន់ទូអាយផងហ្នឹងដោយសារតែទូរស័ព្ទរបស់យើងហ្នឹងគាត់ខលទៅអត់ចូលអញ្ចឹងឲ្យ Kevin ហ្នឹងខលទៅជំនួសហើយពេលនេះទៅ Kevin គេបានខលមកប្រាប់ទូរស័ព្ទយើងវិញថាគឺគេហ្នឹងនៅតែតាក់ទងទូអាយរបស់យើងហ្នឹងអត់បានដដែលទៅ Kevin ក៏បានសួរមកកាន់ទូរស័ព្ទថាហើយអ្នកមានកិច្ចការងារអីមែនបើសិនជារឿងការងារនោះគឺគេអាចនាំពាក្យទៅឲ្យបានតែទូរស័ព្ទក៏បានប្រាប់ថារឿងការងារផងនិងរឿងផ្ទាល់ខ្លួនផងតែទូរស័ព្ទរបស់យើងក៏នៅតែអាងថាគឺគេចង់និយាយផ្ទាល់ជាមួយនឹងលូចាស៊ីហើយក៏បានសួរពីទីកន្លែងរបស់ទូអាយផលរបស់យើងថានៅកន្លែងណាអញ្ចឹងទៅតែជំនួយការលេងហ្នឹងក៏បានប្រាប់ទៅកាន់ទូរស័ព្ទថាក៏គេនឹងមិនសូវច្បាស់នោះដែរក៏ប៉ុន្តែគេខលទៅផ្ទះទៅគឺគ្មានអ្នកលើទេអញ្ចឹងបានន័យថាគឺគេនឹងមិនតត្រឡប់ទៅវិញនោះទេតែទូរស័ព្ទក៏បានប្រាប់ថាអញ្ចឹងគេទៅម្ដងផ្ទះរបស់គេក៏បានដែរដូចជាផ្សងសនាអញ្ចឹងហើយទូរស័ព្ទរបស់យើងក៏បានដាក់ទូរស័ព្ទចោលចំណែកឯមេឃក៏នឹងរកភ្លៀងផងដែរហើយទូរស័ព្ទរបស់យើងក៏បានជិះកង់ដើម្បីទៅរកទូឯប្រុសទៅខាងទូរបស់យើងទៅវិញនៅពេលដែលគេបានងើបពីហាលទឹកមកក៏បានមើលទូរស័ព្ទក៏ឃើញថាជំនួយការរបស់គេនឹងក៏បានខលមកទើបបានគេនឹងឆែកទូរស័ព្ទហើយក៏បានខលទៅវិញហើយបានសួរទៅកាន់ជំនួយការថាគឺខលមកហ្នឹងឯមានការអីមែនទើបជំនួយការហ្នឹងក៏បានប្រាប់ថាគឺមិនមែនជាគេទេដែលមានការនោះគឺអ្នកដែលមានការនោះគឺអ្នកនាងជាហើយជំនួយការលេងហ្នឹងក៏បានប្រាប់បន្ថែមទៀតថាគឺអ្នកគ្រូពេទ្យយាហ្នឹងគឺអត់មានលេបតខ្លួនរបស់លោកនោះទេអញ្ចឹងហើយនាងបានខលមកខ្ញុំដើម្បីពឹងឲ្យខ្ញុំតាក់ទងទៅកាន់លោកថាគេនឹងមានរឿងសំខាន់ដែលចង់និយាយទល់ជាមួយនឹងលោកហើយឥឡូវនៅពេលនេះផាជាគេនឹងទៅដល់មុខទៅរបស់លោកហើយទូប៉ក៏បាននិយាយថាល្អហើយខ្ញុំបានដឹងហើយឯងមិនបាច់រវល់នោះទេហើយគេក៏បានដាក់ទូរស័ព្ទចុះទៅកាត់ខាងទូរស័ព្ទយ៉ាងនេះវិញពេលនេះដែរមេកំពុងតែភ្លៀងហើយទូរស័ព្ទយ៉ាងក៏បានកាន់នឹងគេកំពុងតែដើរបដាហ្នឹងក៏សាប់តែមានម៉ូតូមកហ្នឹងគឺជិះមកគឺគៀទូរស័ព្ទយើងទៅធ្វើឲ្យឆាតរបស់ទូរស័ព្ទហ្នឹងក៏បានធ្លាក់ហើយសាប់ទៅពេលហ្នឹងដែរទូរបស់យើងក៏បានមកដល់នោះដែរហើយទូរបស់យើងក៏បានចាប់ផ្លែឡាននិងបានជួបមុខជាមួយនឹងទូអាយស្រ័យហើយពួកគេទៅពីណាក៏បានឈរមកមុខគ្នាហើយទូរស័ព្ទរបស់យើងក៏បានជាអាងថាគឺគេហ្នឹងមិនចូលទៅក្នុងជាមួយលោកនោះទេហើយទូរបស់ក៏បានប្រាប់ថានេះចង់ឈរនៅទីនេះដើម្បីនិយាយការងារជាមួយនឹងខ្ញុំមែននឹងទៅប៉ាក៏បានប្រាប់បន្ថែមទៀតថានេះនាងមិនជឿជាក់លើខ្ញុំទេតែទូរស័ព្ទក៏បានប្រកែកថាមិនមែននោះទេខ្ញុំជឿជាក់លើលោក
នឹងទូផក៏បានប្រាប់បន្ថែមទៅកាន់ទូស័យថាឲ្យឡើងទៅខាងលើសិនទៅដើម្បីលេងរបួសកុំឲ្យរបួសនោះវាឆ្លងមេរោគដោយសារតែមិញម៉ូតូបានគេទៅអាស្រ័យថាទូស័យយើងគាត់មានរបួសនៅពេលដែលបានចូលមកដល់ខាងក្នុងទូផក៏បានសួរទៅកាន់ទូស័យថាមិនបានជាអ្នកនាងដឹងថាខ្ញុំរស់នៅទីនេះទូស័យក៏បានប្រាប់ថាលោកធ្លាប់ទុកឯកសារនៅក្នុងមណ្ឌលនៅពេលដែលគេបានដឹងថាការពិតថាលោកមិនមែនជាអ្នកលក់សារថ្នាំទៅបានជាគេប្រកាសថាឯកសារដែលលោកទុកនោះគឺជាការពិតហើយបានគេដឹងថាលោករស់នៅទីនេះហើយទូផក៏យ៉ាងគាត់ក៏បានប្រាប់ទៅកាន់ទូស័យថាអ្នកនាងត្រូវទៅភ្លៀងអញ្ចឹងគួរតែបើកទឹកក្តៅទៅចាំគេនឹងទៅយកថ្នាំមកឲ្យហើយទូស័យបើយ៉ាងអង្គុយនៅទីនេះទៅហើយក្រោយមកទូផបើយ៉ាងគាត់ក៏បានជួយលេបរបួសឲ្យទូអាយស័យដែលសាទូអាយស័យក៏មានរបួសនៅកន្លែងកោយដែរអញ្ចឹងហើយទូស័យយ៉ាងក៏ធ្វើកន្លែងអត់កើតនៅពេលដែលលេបរួចរាល់ហើយទូស័យក៏បាននិយាយអរគុណទៅកាន់ទូប្រុសហើយទូប្រុសនឹងគេក៏បាននិយាយមកកាន់ទូស័យថាខ្ញុំចាំបាននៅថ្ងៃនោះក៏មានភ្លៀងធ្លាក់អញ្ចឹងដែរនឹងបាននិយាយបន្ថែមទៀតថាថ្ងៃនោះដែរខ្ញុំទៅទឹកខ្លួនដោយសារតែអបបែរបស់នាងខ្លួនឡើងសមកនាងទូស័យក៏បានប្រាប់មកកាន់ទូប្រុសថាគឺគេនឹងយល់ព្រមហើយធ្វើជាជំនួយការបណ្ដោះអាសន្នរបស់លោកទូប្រុសក៏បានសួរទៅកាន់ទូស័យថាដែលនាងរកខ្ញុំប្រញាប់គឺដោយសារតែរឿងនេះនាងទូស័យក៏បានប្រាប់វិញថាគឺគេនឹងចង់និយាយផ្ទាល់មុខឲ្យលោកឲ្យបានច្បាស់ទូប្រុសក៏បានសួរទៅកាន់ទូស័យថាតើអ្នកនាងកំពុងតែកាត់ច្បាស់លាស់ហើយទូស័យក៏បានប្រាប់វិញថាគឺគេនឹងបានកាត់ច្បាស់លាស់ហើយខ្ញុំដឹងដែលលោកថាបញ្ជីរបស់យើងនឹងគិតតាមសម្រួលគឺខ្ញុំដឹងថាលោកឲ្យខ្ញុំធ្វើជំនួយការរបស់លោកនឹងគឺចង់សងសឹកខ្ញុំរឿងការរលោកនៅក្នុងភូមិថាយានហើយទៅបើយើងក៏បានលើបែបនឹងភ្លាមក៏គាត់ឆ្លក់ទឹកតែម្ដងក្រោយមកពួកគេក៏បាននិយាយគ្នាសោះស្រួលហើយគេក៏បានចាប់ដៃគ្នាដោយនិយាយថាសហការរីករាយហើយទូស័យយើងក៏បានត្រឡប់មកវិញនិងបានខលទៅប្រាប់ពុកម៉ាក់ថាគឺគេចរចាបានសម្រេចហើយក្រោយមកខ្សែរឿងក៏កាត់ទៅកាន់ថ្ងៃស្អែកយ៉ាងបន្តទៀតទូស័យរបស់យើងក៏បានរៀបចំខ្លួនដើម្បីធ្វើជាជំនួយការបណ្ដោះអាសន្នរបស់ទូឲ្យប្រុសនៅពេលដែលទូស័យយើងក៏បានមកទីពេទ្យហ្នឹងក៏បានជួបជាមួយនឹងជំនួយការលេនហើយជំនួយការលេនហ្នឹងក៏បានណែនាំកន្លែងតុធ្វើការរបស់ទូឲ្យស្រីនិងបានហុចកាតបន្ទប់របស់អ្នកគ្រប់គ្រងទីពេទ្យផងដែរដែលថាឲ្យទូស័យរបស់យើងហ្នឹងទុកឲ្យបានល្អទៅទើបជំនួយការលេនហ្នឹងក៏បានប្រាប់ថានៅពេលព្រឹកនោះទេប្រធានទីពេទ្យមិនតាមមកនោះទេអ្នកនាងនឹងអង្គុយចាំសិនទៅចាំពេលដែលប្រធានទីពេទ្យមកចាំគេនឹងនិយាយកិច្ចការលម្អិតនឹងបន្ថែមទៀតហើយទូស័យក៏បានសួរទៅកាន់ជំនួយការលេនថាតើមានអ្វីដែលគេអាចធ្វើបាននៅពេលនេះទេហើយទូស័យរបស់យើងគាត់ក៏បានដើរចូលមកក្នុងការិយាល័យរបស់ទូឲ្យប្រុសនិងបានរៀបចំកន្លែងរបស់ទូឲ្យប្រុសនឹងយ៉ាងស្អាតតែម្ដងនៅពេលដែលរៀបចំរួចរាល់ហើយហ្នឹងទូផលរបស់យើងហ្នឹងគាត់ក៏បានដើរចូលមកទូផលគេក៏បានមើលកន្លែងរបស់គេចឹងទៅហើយទូស័យរបស់យើងគាត់ក៏បានបែរទៅនិយាយថាសួស្ដីប្រធានពេទ្យហើយទូផលរបស់យើងក៏និយាយសួស្ដីមកកាន់ទូឲ្យស្រីរបស់យើងហ្នឹងដូចគ្នាផងដែរហើយនៅពេលដែលចូលមកហ្នឹងទូផលក៏បានប្រាប់ទៅកាន់ទូស័យថាវងណនកញ្ចក់ប្រវត្តិនេះគឺបើកអស់ខ្លាំងពេកហើយវាចាំពលឺខ្លាំងវាធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ហើយទូស័យក៏បានប្រាប់ថាគឺគេនឹងដឹងហើយទូផលក៏នៅនិយាយបន្ថែមទៀតថានៅពេលដែលសាច់ការរៀបរយឡើងហ្នឹងឲ្យជួយទឹកដាក់នៅលើការ៉ូផងទូស័យក៏បានប្រាប់ថាចាលើកក្រោយខ្ញុំនឹងប្រយ័ត្នទូផលក៏បាននិយាយទៀតថាទៅធ្វើការថ្ងៃដំបូងហ្នឹងគឺបញ្ហាពីគាត់ជំនាញខ្លះហើយនៅក្នុងពេលហ្នឹងដែរជំនួយការលេនហ្នឹងគេក៏បានដើរចូលមកនិងយកឯកសារមកឡើងមកដុំធំហ្មងហើយក៏បាននិយាយបញ្ជាក់ទៅកាន់ទូឯស្រីថាកិច្ចការងារដែលទូស័យយើងដែលត្រូវធ្វើហ្នឹងគឺជួយរៀបចំអាហារឲ្យប្រធានមន្ត្រីពេទ្យហើយគេក៏បានប្រគល់ឯកសារហ្នឹងទៅឲ្យទូឯស្រីរបស់យើងនឹងបានប្រាប់ឲ្យទូស័យរបស់យើងហ្នឹងទន្ទិញហ្នឹងឲ្យវាចាំទៅហើយនឹងបានប្រាប់បន្ថែមទៀតថាធ្វើជាជំនួយការនេះគឺគ្មានពេលសម្រាប់ច្បាស់លាស់នោះទេមិនដូចការពេលអ្នកនាងនឹងធ្វើជាគ្រូពេទ្យនោះទេនឹងទូស័យរបស់យើងក៏បានប្រាប់ថាគឺគេយល់ហ្នឹងហើយក្រោយមកសាច់រឿងរបស់យើងក៏សូមសេះទៅត្រឹមនឹងអាចរកចាំទស្សនានៅពេលបន្តអូខេជួបគ្នានៅវីដេអូក្រោយបាយបាយ